លីអូឆេទម្លាក់មកខាងក្រោយអូលីសេសុតឆ្វេងហ្គោអឹមបាប៉េមកកន្លាកោវ័យ26ឆ្នាំអឹមបាប៉េ easy សុទ្ធបញ្ចូលទីដោយបច្ចេកទេសពិតមកពីខ្សែប្រយុទ្ធដែលមកពី Real Madrid Kylian Mbappé គ្រាប់បាល់ទី1ឲ្យក្រុមជម្រើសជាតិបារាំងនាំមុខទៅលើអ៊ុយក្រែន1-0 បាទនេះគឺជាគ្រាប់បាល់ទី54របស់ Mbappé ឲ្យក្រុមជម្រើសជាតិមន់គកបារាំងបន្ទាប់ពីបង្ហាញខ្លួនបាន94លើកមក Kylian Mbappé ណែមកបច្ចេកទេសបាទគឺសុទ្ធចូលកដាលបាទប្រិមត្តយើងបាទអ្នកចាំទីលូតខុសបាទទ្រូប៊ីនបាទដែលមកពី Benfica បាទ Mbappé បាទរកបាន54គ្រាប់ឲ្យក្រុមជម្រើសជាតិបារាំងបន្ទាប់ពីបង្ហាញខ្លួនបាន93លើកឱកាសរូ Mbappé បាទជួយបានបាទនេះរូបភាពយឺតបោកឱកាសមាញ់មិញបាទសុទ្ធស្ដាំទៅក៏ជួយបានពីអ្នកចាំទីលីអូឆេទម្លាក់មកខាងក្រោយអូលីសេសុទ្ធឆ្វេងហ្គោបាទមីឆែលអូលីសេបាទជាអ្នកសុទ្ធគ្រាប់បាល់ទី2ឲ្យជំរឿជាតិបារាំងនៅមុខបាទ2-0បាទទៅលើក្រុមជំរឿជាតិមកអ៊ុយក្រែនលីអូឆេកាន់ទេមីឆែលអូលីសេបែរសុទ្ធឆ្វេងផ្លឹបបាទគ្រាប់បាល់ទី4ឲ្យក្រុមជំរឿជាតិបារាំងបាទប្រិមត្តយើងបាទបន្ទាប់ពីបង្ហាញខ្លួនបាន13លើកបាទឲ្យឈុតធំបារាំងបាទមីឆែលអូលីសេបាទខ្សែប្រយុទ្ធដែលមកពីបាយឺនហ្គោអ៊ីគីទីកេអឹមបាប៉េហ្គោ3-0 អឹមបាប៉េបាទសុទ្ធ2គ្រាប់ម្នាក់ឯងនៅក្នុងការប្រកួតថ្ងៃនេះបាទជួយឲ្យបារាំងនៅមុខ3-0បាទ3-0ទៅលើក្រុមជម្រើសជាតិអ៊ុយក្រែនបាទ4ប្រកួតរកបាន5គ្រាប់ឯណោះបាទអឹមបាប៉េនៅក្នុងការប្រកួតជម្រុះ World Cup បាទ4ប្រកួតបាទគេរកបាន5គ្រាប់បាទអឹមបាប៉េរូបភាពយឺតហ៊ូហ្គោអ៊ីគីទីកេសុទ្ធមកហើយក៏កន្លែងនេះសុទ្ធបន្ថែមបុកដៃអ្នកចាំទីបាទមកដល់ជើងអឹមបាប៉េជាអ្នកផ្ដាច់បាទជាអ្នកផ្ដាច់បើជើងលទ្ធផលជាបដអសនបាទគឺ3-0បាទហ៊ូហ្គោអ៊ីគីទីកេបាទជាអ្នកសុទ្ធបាទប្រិមត្តយើងមិញអត់ឮសំឡេងអធិស្ឋានស្រីម៉ៃមួយថ្ងៃឯងបាទអញ្ចឹងគឺ4-0បាទ4-0 over ក៏ដាច់វាក៏ដាច់ដែរនេះបាទនេះរូបភាពយឺតមកឱកាសមាញ់មិញ